ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនាំពុកម៉ែបងប្អូនទស្សនាកន្លែងមួយដែលមានទេសភាពស្អាតហើយបងប្អូនមកផ្លែទៅហាក់ដូចជានៅសមុទ្រអញ្ចឹងតែអត់ទេអញ្ចឹងទៅទស្សនាមួយទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបានទៅលេងក៏ចៃដន្យមែនតើជួបនឹងមិត្តភ័ក្តិរបស់នាងខ្ញុំឃើញក៏បានទៅសួរនាំពួកគាត់ទៅចេញមកប្រឡងអញ្ចឹងណាបងប្អូនគាត់ថាគាត់មកលេងនៅនេះដើម្បីរំសាយអារម្មណ៍កុំឲ្យ stress កុំឲ្យអីព្រោះយើងទៅចេញពីប្រឡងតោះយើងនឹងមានទៅមុខទៀតនៅទៅមុខទៀតគឺមានទេសភាពស្អាតមែនតើនៅកន្លែងហ្នឹងគឺមានថាគឺស្អាតតែហ្មងបងប្អូនវាថាទេសភាពចេញមកវាត្រជាក់ភ្នែកដល់វាថាខ្យល់បរិសុទ្ធអីចឹងចេញមកធ្វើអារម្មណ៍យើងស្រស់ស្រាយអ្នកដែល stress អ្នកដែលអីហ្នឹងមកទីហ្នឹងគឺត្រូវតែហ្មងហើយស្ពានហ្នឹងគេសាងសង់យូរណាស់មកហើយនិយាយរួមទៅតាំងពីខ្ញុំមកថងកើតមកម្លេះប៉ុន្តែវាត្រូវភ្លៀងត្រូវខ្យល់អញ្ចឹងទៅធ្វើឲ្យវាខូចខាតគេក៏ចាប់ផ្ដើមសាងសង់រៀបចំកែលម្អភាពស្រស់ស្អាតជាងមុនអញ្ចឹងណាបងប្អូនចង់មកលេងពេលល្ងាចក៏បានពេលព្រឹកក៏បានប៉ុន្តែជាការល្អគឺមកពេលល្ងាចព្រោះពេលល្ងាចហ្នឹងមាននិយាយថាមានថ្ងៃលិចអីចឹងមើលទៅគឺវាស្អាតមែនតើមើលទៅពេលល្ងាចគឺស្អាតតែមកឲ្យមានខ្យល់បរិសុទ្ធបក់មកឲ្យមានពុកម៉ែបងប្អូនក្មួយគាត់ទៅលេងទៅអីថតរូបថតអីក្មេងៗមានកន្លែងលេងទឹកលេងអីចឹងណាបងប្អូនប្រហែលជាឃើញផ្លាកនៅក្រោយនឹងខ្ញុំឲ្យមែនអត់ទីតាំងនៅទីនេះគឺនៅក្នុងខេត្តស្ទឹងត្រែងផ្ទាល់ណាបងប្អូននៅមិនឆ្ងាយពីទីរួមខេត្តម៉ាណេកចុងក្រោយនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសុភមង្គលនិងរកស៊ីមានបានគ្រប់គ្នា